ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីអត្តសញ្ញាណនិងភាពអស្ចារ្យនៃសេះរបស់មេតូពីរនាក់គឺចៅជីឡុងនិងម៉ាឆៅសេះរបស់ចៅជីឡុងមានឈ្មោះថាយីចៅយីឈីឬយើងស្គាល់ថាសេះសូភ្នែកនាគលក្ខណៈពិសេសរបស់វាគឺសម្បុរសស្អាតដោយកៅមរកតនិងមានកម្លាំងដូចដំរីសាវីរភាពដ៏ល្បីល្បាញបំផុតរបស់វាគឺនៅពេលចៅជីឡុងធ្លាក់ក្នុងរណ្ដៅដីរបស់តបឆៅឆៅខណៈកំពុងពោអត់ទៅរត់គេចគ្រានោះសេះសូនេះបានប្រើកម្លាំងចុងក្រោយលួចយ៉ាងខ្ពស់ផុតពីរណ្ដៅយ៉ាងអស្ចារ្យជួយសង្គ្រោះជីវិតម្ចាស់និងបុត្រារបស់លាវប៉ៃឲ្យរួចផុតពីមច្ចរាជគេនិយាយថាវាគឺជាសេះដែលមានសច្ចធម៌សង្គ្រោះចាស់ងាកមកមើលមេតបម៉ាឆៅឯនេះវិញសេះរបស់គាត់មានឈ្មោះថាលីលីបៃឡុងវាគឺជាសេះមកពីតំបន់ភាគខាងលិចដែលល្បីខ្លាំងបំផុតខាងល្បឿនក្នុងសមរភូមិជាមួយឆៅឆៅសេះសូនាគខ្យល់នេះបានបង្ហាញសមត្ថភាពរត់លឿនដោយភ្លេចបន្ទូដេញតាមកំទេចតបឆៅឆៅរហូតធ្វើឲ្យឆៅឆៅភ័យញ័រតតាកាត់ពុកចង្ការនិងដោះអាវមេតបក្រវែងចោលដើម្បីបន្លំខ្លួនរត់គេចប្រសិនបើឆៅឆៅរត់គេចមិនលឿនទេច្បាស់ជាត្រូវសេះរបស់ម៉ាឆៅដេញតន់ជាមិនខានសរុបមកសេះរបស់ចៅជីឡុងលេចធ្លោខាងភាពស្មោះត្រង់និងការសង្គ្រោះម្ចាស់ចំណែកសេះរបស់ម៉ាឆៅលេចធ្លោខាងល្បឿននិងការវាយលុកទោះបីជាវាមានសម្បុរសដូចគ្នាប៉ុន្តែតួនាទីក្នុងសមរភូមិរបស់វាគឺខុសគ្នាចុះសម្រាប់ប្រិយមិត្តវិញតើបងប្អូនស្រឡាញ់សេះមួយណាជាងសេះសូភ្នែកនាគឬសេះសូនាគខ្យល់សូមខមមិនមតិបងប្អូននៅខាងក្រោមកុំភ្លេចចុច like និង share ដើម្បីលើកទឹកចិត្តដល់ admin ផលិតវីដេអូប្រវត្តិសាស្ត្របន្តទៀតសូមអរគុណ